សួស្តីបងប្អូនទាំងអស់គ្នាជាពិសេសបងប្អូនដែលរៀន IT ស្វាគមន៍ម្ដងទៀតមកកាន់វីដេអូរបស់ខ្ញុំវីដេអូថ្មីថ្ងៃនេះយើងនិយាយអំពី របៀបឆែកមើល license Windows របស់យើងតើ Windows របស់យើងវា license បានន័យថាជា license forever បានន័យថាជា license ប្រើបានរហូតឬមួយក៏ជាប្រភេទ license ដែលគេ activate រយៈពេល3ខែម្ដងឬមួយក៏កន្លះឆ្នាំម្ដងអីចឹងណាឬមួយក៏ជាប្រភេទlicense និយាយទៅគឺខ្ញុំសំដៅទៅលើថាឆែកធ្វើម៉េចឲ្យដឹងថា Windows របស់យើង license តែអាចប្រើបានរហូតមកណាអញ្ចឹងជាទូទៅ Windows របស់យើងគឺបើយើងទិញទៅតាមនេះមួយចំនួនអីវាគឺភាគច្រើនគឺវាតែងតែ load សងបែបនេះគឺ activate Windows ដោយសារវាតម្រូវការយើង activate ហើយបើយើងប្រើ tool ដើម្បី activate ឬមួយក៏អីគឺវាបានចន្លោះពេលតែ3ខែទៅ6ខែទេអញ្ចឹងវានឹង load ប្រាប់យើងអញ្ចឹងណាថាសល់ប្រហែលថ្ងៃអញ្ចឹងខ្ញុំអាចរករូបភាពមួយទៀតនេះបែបនេះគឺវានឹង load បែបនេះអញ្ចឹងវានឹង load ប្រាប់យើងថានេះខ្ញុំសុំចូលទៅមើលរូបភាពនឹងធំតិចទៅវានឹង load រូបភាពបែបហ្នឹងនេះគឺវានឹងប្រាប់យើងថាWindows របស់យើងជាប្រភេទជាប្រភេទអីគេ Enterprise ឬមួយក៏ Pro ឬមួយក៏ Home Single Language អញ្ចឹងទៅអញ្ចឹងវានឹងប្រាប់ទៀតថា Windows របស់យើងនឹង expire នៅថ្ងៃនេះអញ្ចឹងទៅអញ្ចឹងយើងជៀសវាងមួយទៀតយើងត្រូវ check កន្លែងហ្នឹងដើម្បីជៀសវាងថាតើ Windows ដែរយើងទិញពីគេឧទាហរណ៍យើងទិញ license ពីគេមកហ្នឹងតើវានេះតែអត់អញ្ចឹងវាអត់មានអីពិបាកទេតែប៉ុត comment គឺវាមានតែប៉ុណ្្នេះទេcomment វាមានតែប៉ុណ្្នឹងទេអញ្ចឹងគឺដូចជា Windows របស់ខ្ញុំគឺជាប្រភេទ Windows ដែលខ្ញុំទិញ license ទៅអញ្ចឹងខ្ញុំគ្រាន់តែមកយើងបើកតែ CMD មកយើង run admin ក៏បានយើង run ធម្មតាក៏បានអញ្ចឹងយើងបើកតែ CMD មកអញ្ចឹងអូខេខ្ញុំបិទអានេះមួយអញ្ចឹងយើង run យើងវាយពាក្យថា SLMGR.HPR អញ្ចឹងយើងគ្រាន់តែ enter មកយើងចាំវាមកសន្ទុះមកអូខេអញ្ចឹង Windows របស់ខ្ញុំគឺជា Windows មួយដែលខ្ញុំបានទិញ license ត្រឹមត្រូវដែលវាជា Windows Professional Windows Pro ហើយ machine ហ្នឹងគឺវាជា machine permanent activate អញ្ចឹងបានន័យថាវា license នេះគឺវាជាប់ជារៀងរហូតអញ្ចឹងណាយើងវាជាប់ជារៀងរហូតអញ្ចឹងទោះបីជាយើងឈូសថ្មីក៏វាអត់បញ្ហាដែរអញ្ចឹងកន្លែងហ្នឹងបងប្អូនអាចសង្កេតមើលបានតើ Windows របស់យើងវាជាប្រភេទជា license ហ្នឹងអាចប្រើបានរហូតឬមួយក៏យ៉ាងម៉េចឬមួយក៏នេះយើងអាចមកនេះមើល comment នេះបានអញ្ចឹងយើងវាយតែ comment ប៉ុណ្្នេះមកហើយរងចាំវាបន្តិចទៅវានឹងបង្ហាញផ្ទាំងនេះមកអញ្ចឹងបើសិនជា Windows យើងអត់ license ទេយើងយកទៅដល់យើងគ្រាន់តែឲ្យគេ activate ឲ្យឬមួយក៏គេធ្វើឲ្យគ្រាន់តែមក crack ឬមួយក៏ activate ឲ្យប្រើបានយើងវាយអញ្ចឹងដូចគ្នាវានឹង load ប្រាប់ថា port expire នៅថ្ងៃណាហើយអញ្ចឹងសម្រាប់វីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងទេអរគុណច្រើនសម្រាប់ការទស្សនាហើយកុំភ្លេចចែករំលែកឬមួយក៏ចុច subscribe ឲ្យខ្ញុំមួយផងអរគុណច្រើន